ពេលដែលយើងកំពុងបើកបរនៅលើដងផ្លូវហើយក្រឡេកមើលកញ្ចក់មើលក្រោយពេលខ្លះយើងប្រហែលជាធ្លាប់បានឃើញរថយន្តសង្គ្រោះបន្ទាន់មួយបើកមកពីក្រោយប៉ុន្តែអ្វីដែលចម្លែកនោះគឺពាក្យថា ambulance ដែលបិទនៅខាងមុខរថយន្តទៅបានសរសេរបញ្ច្រាស់ខុសធម្មតាតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាគេត្រូវសរសេរបញ្ច្រាស់បែបនេះតើវាជាកំហុសបច្ចេកទេសឬមានអត្ថន័យពិសេសអ្វីលាក់ទុកតាមពិតទៅការសរសេរបញ្ច្រាស់បែបនេះមិនមែនជាការភ័ន្តច្រឡំឬកំហុសឆ្គងនោះទេប៉ុន្តែវាគឺជាការរៀបចំដ៏មានសារៈសំខាន់បំផុតដើម្បីជួយសង្គ្រោះជីវិតមនុស្សមូលហេតុចម្បងគឺតាក់ទងទៅនឹងគោលការណ៍វិទ្យាសាស្ត្រនៃកញ្ចក់និងការសង្គ្រោះពេលវេលានៅពេលដែលរថយន្តសង្គ្រោះបន្ទាន់បើកប្រញាប់ប្រញាល់នៅពីក្រោយរថយន្តរបស់អ្នកបើកបរភាគច្រើនមិនបានងាកក្រោយមើលផ្ទាល់នោះទេប៉ុន្តែពួកគេមើលតាមរយៈកញ្ចក់មើលក្រោយយោងតាមគោលការណ៍រូបវិទ្យាផ្ទៃកញ្ចក់រាបស្មើបង្កើតបានជារូបភាពបញ្ច្រាស់ឆ្វេងស្ដាំឬដែលហៅថា lateral inversion ដូច្នេះហើយប្រសិនបើគេសរសេរពាក្យ A ambulance ធម្មតានៅពេលដែលអ្នកបើកបរនៅខាងមុខមើលតាមកញ្ចក់ពួកគេនឹងឃើញអក្សរនោះបែរជារាយប៉ាយមើលមិនយល់និងពិបាកអានដែលអាចធ្វើឲ្យខាតពេលវិនាទីដ៏មានតម្លៃក្នុងការផ្ដល់ផ្លូវផ្ទុយទៅវិញនៅពេលដែលគេសរសេរបញ្ច្រាស់ពីដើមមកស្រាប់នៅពេលដែលពាក្យនេះឆ្លោះកញ្ចក់មើលក្រោយរបស់អ្នកបើកបរនៅខាងមុខវានឹងប្រែមកជាត្រូវចំទិសដៅនិងងាយស្រួលអានយ៉ាងច្បាស់ជាពាក្យ A ambulance តែម្ដងត្រឹមតែរយៈពេលប៉ុន្មានវិនាទីខ្លីនៃការយល់ដឹងនេះវាអាចជួយឲ្យអ្នកបើកបរអាចងាយស្រួលចាប់អារម្មណ៍សម្រេចចិត្តបត់រថយន្តលុបកិច្ចនិងផ្ដល់គន្លងផ្លូវឲ្យឡានពេទ្យទៅមុខបានយ៉ាងឆាប់រហ័សដើម្បីដឹកអ្នកជំងឺទៅដល់មន្ទីរពេទ្យទាន់ពេលវេលាទោះជាយ៉ាងណាការសរសេរបញ្ច្រាស់នេះគឺគេដាក់តែនៅផ្នែកខាងមុខរបស់រថយន្តសង្គ្រោះបន្ទាន់ប៉ុណ្ណោះឯនៅផ្នែកអមសងខាងនៃរថយន្តគឺគេសរសេរជាលក្ខណៈធម្មតាព្រោះអ្នកថ្មើរជើងឬអ្នកដទៃអាចមើលផ្ទាល់ដោយមិនបាច់ឆ្លុះកញ្ចក់ឡើយសរុបមកការរចនាដ៏តូចមួយនេះគឺលាក់ទុកនូវគោលបំណងដ៏ធំធេងក្នុងការយកចិត្តទុកដាក់លើសុវត្ថិភាពនិងការប្រណាំងប្រជែងជាមួយពេលវេលាដើម្បីសង្គ្រោះអាយុជីវិតមនុស្សដែលជាបច្ចេកទេសត្រូវបានប្រើប្រាស់ជាសកលរហូតមកដល់បច្ចុប្បន្ន